បាទជម្រាបសួរទៅដល់ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានពុំសវិនដែលជានិស្សិតបរទេសដែលសិក្សានៅសាលា Hainan College of Foreign Study ដែលភាសាចិនគេហៅថា Hainan Waikoyu Jian អូខេទាំងអស់គ្នាផងដែរគឺថាទស្សនវិជ្ជានៅខាងក្រោយរបស់ខ្ញុំនេះគឺជាសាលាមកនេះគឺមានទស្សនវិជ្ជាស្អាតមែនទែនហើយសាលាផងដែរគឺមានបរទេសជាច្រើនដែលគាត់ធ្វើការសិក្សានៅទីនេះដែលភាសាចិននៅក្នុងនោះមានជំនាញជាច្រើនដូចជាជំនាញគ្រប់គ្រងសន្តាគារខាងទេសចរខាងបដិសណ្ឋារកិច្ចផងដែរហើយសម្រាប់លោកខ្ញុំសិក្សានៅទីនេះរយៈពេល1ឆ្នាំនេះគឺសិក្សាភាសាចិនដែលសិក្សាភាសាចិននោះមានប្រទេសជាច្រើនដូចជាប្រទេសកម្ពុជាឡាវប្រទេសថៃប្រទេសវៀតណាមដែលសិក្សាភាសាចិននៅទីនេះរុស្ស៊ីដែលគាត់ធ្វើការសិក្សារយៈពេល2-3ឆ្នាំដែរដូចជាពួកខ្ញុំចឹងដែរបាទសាលា Hainan College of Foreign Study នេះគឺស្ថិតក្រុងវិនឆាងខេត្ត Hainan ប្រទេសចិនបាទហ្នឹងហើយឃើញថាទស្សនវិជ្ជាសាលានេះប្រហែលជាចំនួន32ហិកតានៅទីតាំងទ្វារខាងមុខនោះគឺមានសួនច្បារស្អាតមែនទែនបាទឃើញយប់ឡើងឃើញថាមានភ្លើងរបស់ខ្ញុំនេះគឺមានភ្លើងដូចខ្ញុំបានបង្ហាញនៅខាងមុនចឹងចោះចឹងដឹងថាទស្សនវិជ្ជាសាលាឬក៏នៅថ្នាក់រៀនយ៉ាងណានោះតោះទៅមើលទាំងអស់គ្នាបាទខ្ញុំមកដល់ទីតាំងថ្នាក់របស់យើងឃើញថាថ្នាក់របស់យើងមានទស្សនវិជ្ជាល្អគួរចង់សិក្សាមែនទែនតែស្នៅក្នុងបន្ទប់ថ្នាក់រៀនរបស់យើងនឹងមានពេទ្យដល់ម៉ាស៊ីនត្រជាក់និងកង្ហារហើយមានបរិក្ខារទំនើបដូចជាកុំព្យូទ័រ slide សម្រាប់បញ្ចាំងឲ្យនិស្សិតរបស់យើងគាត់បង្ហាញខ្លឹមសារមេរៀនហ្នឹងខ្ញុំគិតថាជាផ្នែកមួយដល់និស្សិតយើងគាត់ធ្វើការផ្ដោតអារម្មណ៍ទៅនឹងការសិក្សារបស់គាត់បន្ទាប់ពីឃើញទស្សនវិជ្ជាខ្លះអំពីថ្នាក់រៀនក៏ដូចជាកន្លែងធ្វើការរបស់លោកគ្រូណាឥឡូវយើងមកកលេចទៅមើលទស្សនវិជ្ជានៅខាងក្រៅរបស់ខ្ញុំនេះគឺជាកន្លែងហាត់ប្រាណដែលភាសាចិនគេហៅថាធីយូគួនហ្នឹងហើយដល់ចំណុចថាសកម្មភាពនៅទីនោះមានដូចជាអ្វីខ្លះនោះបើតាមខ្ញុំដឹងគឺសកម្មភាពនៅទីនោះមានដូចជាកន្លែងវាយសីកន្លែងវាយពីងប៉ុងកន្លែងបាល់បោះនិងមានកន្លែងជាច្រើនទៀតដែលគេហៅថា snooker នោះបាទហ្នឹងហើយចង់ដឹងថាទស្សនវិជ្ជាឬក៏សកម្មភាពកីឡានោះយ៉ាងណានោះតោះទៅមើលទាំងអស់គ្នាបាទបន្ទាប់ពីមើលកន្លែងរៀនហើយនិងកន្លែងហាត់ប្រាណតោះឥឡូវពួកយើងទៅមើលកន្លែងទិញអីញ៉ាំម្ដងតោះបាទនេះជាកន្លែងទិញអីញ៉ាំទី2ហ្នឹងហើយយើងឃើញនៅខាងក្រៅរបស់ខ្ញុំទៅឃើញថាមើលទៅរូបរាងយ៉ាងណាមើលខាងក្រៅដូចសិតតំណងឯងក៏ប៉ុន្តែយើងទៅមើលកន្លែងក្នុងទៅឃើញថាមានអីវ៉ាន់ច្រើនមានរបស់ញ៉ាំច្រើនតោះទៅមើលទាំងអស់គ្នាបាទបាទជាការពិតណាកន្លែងស្នាក់នៅរបស់និស្សិតបរទេសនោះគឺមានចំនួន6ជាន់ដែលមួយជាន់នោះគឺសិតសឹងតែជាបន្ទប់យើងគាត់ថា6ជាន់នោះដែលជាន់ទី1គឺសិតតែជាលោកគ្រូអ្នកគ្រូគាត់ស្នាក់នៅចាប់ពីជាន់ទី2ឡើងទៅសិតតែជានិស្សិតសិតតែជានិស្សិតបរទេសទាំងអស់ហើយយើងមើលឃើញចុះកន្លែងជាន់ផ្ទាល់ដីគឺកន្លែងសម្រាប់ដាក់រថយន្តក៏ដូចជាម៉ូតូកង់អីហ្នឹងបាទ